បងប្អូនមានចាំអត់ថាការដែលបងប្អូនចេះធ្វើម្ហូបមុនគេបងប្អូនចេះធ្វើម្ហូបមុខម្ហូបពីគេសម្រាប់ខ្ញុំវិញគឺមុខម្ហូបមួយមុខនេះនិយាយទៅខ្ញុំចេះធ្វើមុនគេហើយមិនត្រឹមតែចេះធ្វើទេតែចូលចិត្តញ៉ាំទៀតញ៉ាំតាំងពីតូចរហូតដល់ធំញ៉ាំអត់តលាន់សោះសម្រាប់មុខម្ហូបមួយមុខនេះដែរមានឈ្មោះថាស្ពៃជូរលីងពងទាសម្រាប់ស្ពៃជូរដែលខ្ញុំយកមកធ្វើនេះគឺស្ពៃជូរដែលខ្ញុំធ្វើខ្លួនឯងថ្ងៃមុនហើយនៅសល់បន្តិចគឺប្រហើយនិយាយទៅប៉ុណ្ណឹងគឺញ៉ាំម្នាក់ឯងមកល្មមហ្មងសម្រាប់វិធីធ្វើគឺងាយស្រួលមែនតើហើយគ្រឿងផ្សំតិចទៀតចឹងហើយបាទខ្ញុំចេះធ្វើវាមុនគេសម្រាប់ស្ពៃជូរមុននឹងយកទៅធ្វើម្ហូបគឺខ្ញុំយកទៅលាងសម្អាតត្រឡប់ខ្ញុំទោះបីទិញគេឬក៏ធ្វើខ្លួនឯងត្រូវតែយកទៅលាងសិនមុនយកមកចម្អិនឬក៏យកមកញ៉ាំហើយស្ពៃជូរដែលខ្ញុំយកមកឆាហ្នឹងគឺខ្ញុំហាន់វាទូចបែបនេះហ៎បងប្អូននិយាយទៅបងប្អូនចង់ហាន់ក្រាស់ជាងខ្ញុំក៏បានដែរតែខ្ញុំចូលចិត្តហាន់ល្អិតអញ្ចឹងឥឡូវយើងចាប់ផ្ដើមមកធ្វើតែម្ដងដោយសារតែមុខម្ហូបមួយមុខនេះដូចខ្ញុំនិយាយចឹងគឺអត់មានគ្រឿងផ្សំអីច្រើនទេហ៊ានដំបូងគឺយើងដាក់ខ្ទះឲ្យក្តៅហើយបន្ទាប់មកចាក់ជាមួយនឹងប្រេងអូលីវសម្រាប់ផ្ទះបងប្អូនប្រើប្រភេទប្រេងឬក៏ខ្លាញ់អីបងប្អូនអាចប្រើនឹងបាននិយាយទៅឲ្យតែប្រេងនឹងបងប្អូនអាចយកមកធ្វើម្ហូបបានបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងខ្ទឹមសចូលហើយរំលីងវាឲ្យឡើងពណ៌ហើយឡើងឈ្ងុយគឺខ្ញុំដាក់ជាមួយនឹងស្ពៃចូលពេលដែលចាក់ស្ពៃជូរចូលហ្នឹងគឺរំលឹងវាចាប់ដើមឆាវាហ្នឹងឲ្យឆ្អិនបន្តិចតាមពិតស្ពៃជូរហ្នឹងបងប្អូនញ៉ាំបាច់ទាន់យកទៅធ្វើម្ហូបក៏ញ៉ាំបានដែរប៉ុន្តែពេលយើងយកមកធ្វើម្ហូបចឹងយើងត្រូវធ្វើឲ្យវាឆ្អិនណាហើយបងប្អូនចង់ដឹងថាអាហ្នឹងមិនបានឆ្អិនគឺវារាងទន់ជាងមុនបន្តិចបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងគ្រឿងផ្សំសម្រាប់គ្រឿងផ្សំគឺមានតែពីរមុខទេទឹកត្រីហើយជាមួយនឹងស្ករសម្រាប់ទឹកត្រីនិងស្ករនោះបងប្អូនដាក់ម្ដងតិចសិនណាបងប្អូនកុំដាក់លោពេកប្រយ័ត្នប្រៃពេកឬក៏ផ្អែមពេកហើយបន្ទាប់មកគឺយើងចាប់ផ្ដើមវែកវាដើម្បីគោះពងដាក់ចឹងសម្រាប់ពងបងប្អូនចង់ប្រើពងទាក៏បានពងមាន់ក៏បានហើយអាហ្នឹងប្រើពងកាន់តែច្រើនកាន់តែឆ្ងាញ់ដោយសារតែខ្ញុំស្ពៃជូរតិចចឹងដាក់តែពងទាមួយមកគឺល្មមហ្មងចឹងកន្លែងនេះអីបងប្អូនចង់លួចថែមប្រេងឆាអីក៏បានដែរកុំឲ្យវាស្ងួតពេកជាប់ខ្ទះដូចខ្ញុំចឹងណាប៉ុន្តែបើបងប្អូនដាក់ប្រេងឆាលួចប្រេងឆាអីកុំដាក់ច្រើនពេកដាក់ម្ដងបន្តិចបានហើយដោយសារតែស្ពៃជូរលីងពងទាគឺអត់ដូចឆាទេបងប្អូនឆាផ្សេងលីងផ្សេងចឹងពេលលីងយើងត្រូវការឲ្យវាស្ងួតល្អបងប្អូនបន្ទាប់ពីយើងលីងស្ពៃជូរជាមួយនឹងពងទាហើយបងប្អូនអាចធ្វើការភ្លក់បន្ថែមបានថាវាស្ទើជូរស្ទើប្រៃឬក៏ផ្អែមបងប្អូនភ្លក់ទៅបើសិនជាស្ទើប្រៃបងប្អូនអាចថែមជាមួយនឹងអំបិលស៊ុបមាន់បានណាបងប្អូនមិនថែមទឹកត្រីទៀតទេថែមតែជាមួយនឹងអំបិលស៊ុបមាន់ទៅបានហើយហើយបើសិនជាបងប្អូនចេះញ៉ាំស្លឹកខ្ទឹមពេលដែលឆាឆ្អិនហើយបងប្អូនបិទហ្គាសបន្ថែមជាមួយនឹងស្លឹកខ្ទឹមបានតែដោយសារតែខ្ញុំអត់ចេះអញ្ចឹងទៅគឺតែប៉ុណ្្នឹងឯងរួចរាល់ហើយបងប្អូនគឺងាយស្រួលធ្វើហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់មែនតែហើយតែខ្ញុំធ្វើមុខម្ហូបមួយមុខហ្នឹងខ្ញុំញ៉ាំ2 3ថ្ងៃជាប់គ្នាក៏បានដែរហើយញ៉ាំម្ដងបាយខ្ញុំអស់ច្រើនមែនតើមុខម្ហូបហ្នឹងគឺខ្ញុំឲ្យចំណាត់ថ្នាក់លេខ1